កម្លាំងសប្បុរសដើម្បីធ្វើសំណង់ហើយនឹងស្ថាបត្យកម្មក្រុមទី2ត្រូវស្រាវជ្រាវពីរបៀបបង្រៀនកន្លះឲ្យរស់នៅក្នុងសង្គមប្រកបដោយភាពថ្លៃថ្នូរនិងកិត្តិយសក្រុមទី3ស្រាវជ្រាវពីវិធីចម្អិនកន្លះឲ្យបានឆ្ងាញ់ហើយអនុវត្តផងព្រោះពេលឡើងធ្វើបទបង្ហាញចប់ត្រូវហូបឲ្យគេមើលឥឡូវទៅផ្ទះរៀងៗខ្លួនតើមុននឹងទៅផ្ទះហ្នឹងកុំភ្លេចជម្រាបលាពូសន្តិសុខនៅខាងមុខផងពួកគាត់ហ្នឹងជាប្តីខ្ញុំស្រីហួយស្រីហំយើងគួរតែចាប់ផ្ដើមធ្វើកិច្ចការដែលគ្រូដាក់ឲ្យនោះទៅអីធ្វើហើយយើងមានពេលដេកតនេកុំទុកនៅនងខ្វាយខ្វល់ចិត្តប្រធានបទយើងគឺបង្រៀនកន្លះឲ្យរស់ក្នុងសង្គមខ្ញុំកំពុងគិតថារកសម្ភារអ្នកខ្ជិលសម្អាតបន្ទប់នានាដើម្បីបានបទពិសោធន៍ពីការរស់នៅដោយសន្តិសុខសន្តិភាពជាមួយនឹងសត្វកន្លះពួកឯងគិតមិនដែរណែឯងទាំងអត់ថាស្រីឡៃទិញឡានថ្មីទៀតហើយខ្ញុំខើនាងបើកឡានម៉ាក់ថ្មីទៅសាលារៀនតាពីម្សិលមិញអូយឡាននឹងថ្លៃណាលក់កលៀនខ្ញុំទៅសងខាងក៏មិនអាចទិញកង់ឡាននឹងបានមួយផងខ្ញុំស្រឡាញ់ស្រីឡៃណានាងនឹងទាំងស្អាតទាំងមានទាំងឆ្លាតគឺគ្រប់សពគ្រប់យ៉ាងម្សិលមិញនាងបានចំណាយពេលដ៏មានតម្លៃដើម្បីផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់នៅជាមួយខ្ញុំនៅអាហារកាហ្វេហើយនាងបានប្រាប់ខ្ញុំថានាងចង់ទៅលេងសមុទ្រហើយនាងចង់ឲ្យខ្ញុំនឹងទៅជាមួយក្រាន់បានដើរកាន់កបោបឲ្យពីក្រោយនាងទៀតផងអូយខ្ញុំពិតជាមានសំណាងមែនតើបានដោយចិត្តខូនអ្នកមានណាចាស្រីហំខ្ញុំដឹងថាស្រីឡៃមានឡានថ្មីហើយតែខ្ញុំកំពុងតែនិយាយពីកិច្ចការសាលាយើងខ្ញុំគិតថាយើងគួរតែចាប់ផ្ដើមឥឡូវនេះបើមិនអញ្ចឹងទេប្រកាសជាធ្វើមិនទាន់ឯងរំភើបស្អីក្រែងក្រុមយើងមានស្រីឡៃដែរតើអីអូយសេដាអើយការងារសាលាយើងមិនបាច់ប្រញាប់ទេសំខាន់ឮថាស្រីឡៃមានសង្សារថ្មីទៀតណាអូយចុះអាមួយណាក៏សំណាងម្លេះវ៉ៃស្រីឡៃទាំងស្អាតទាំងឆ្លាតទាំងមានខ្ញុំនេះចង់តែអោនឲ្យស្រីឡៃធាក់ក្បាលព្រឹកល្ងាចទេក្រែងបានជាប់ជាតិស្អាតជាតិមាននឹងគេហើយឯងឃើញឈុតនាងស្លៀកថត at story មិនសមញ៉ាត់ស្មានតែទេវតាតើមើលគ្មានដឹងថាមនុស្សទេស្អាតនោះស្អាតចង់តគួទេខ្ញុំគ្មានពេលមកចាប់អារម្មណ៍នឹងសម្លៀកបំពាក់របស់ស្រីឡៃទេរវល់រាប់តែពេលគឺរវល់គ្មានផងនេះតែរវល់ខ្វល់ស្អីនឹងមនុស្សដូចតែគ្នាសោះនោះនិយាយអញ្ចឹងស្រីហួយខ្ញុំកំពុងតែព្យាយាមនិយាយពីកិច្ចការដែលយើងត្រូវធ្វើហើយយើងពិតជាត្រូវប្រញាប់មែនទែនប្រសិនបើយើងមិនបញ្ចប់វាឲ្យទាន់ពេលវេលាទេយើងនឹងបានបន្ទុកក្រោយគេហើយគ្រូនឹងចង់ឲ្យសម្រេចខំមិនខានទេនិយាយរឿងសម្ោចអញ្ចឹងសាច់ស្រីឡៃឡើងល្អិតព្រើគ្មានសម្ោចណាហ៊ានឡើងទុំទេព្រោះគេស្អាតឯងធ្លាប់ទូចិត្តមិនប្រេងវាស្នាដែរអត់ស្អីដែរដែលស្រីឡៃមិនដែរនិយាយជាមួយហើយនោះមិនតែអញ្ជើញឯងទៅចូលរួមកម្មវិធីខួបកណ្ដាលរបស់នាងឬក៏ទៅផ្ទះរបស់នាងទេតែមកពីឯងដែរធ្វើបង្ើយដាក់នាងពេកពួកយើងទាំងអស់គ្នាតាមហែហមទៅកាជាដាច់ថ្លៃផងនៅតែក្បែរស្រីឡៃមិនបានយូរចិត្តទម្រាំឯងធ្វើបង្ើយអញ្ចឹងនោះស្រីឡៃមិនបន្ទាបកាយផ្ដល់កិត្តិយសឲ្យបែបហ្នឹងវាសមមុខហើយចាំពេលបឹងខ្មោចពួកឯងចាំខ្ញុំទៅមើលតើស្រីឡៃវាជួយលើកមកឈូសទៅដុតឬក៏អត់ព្រោះថាការពួកឯងនៅរស់ពួកឯងតាមត្រលឹកបាតជើងនាងយ៉ាងនេះនោះចំណែកខ្ញុំធម្មតាមនុស្សដូចគ្នាមិនខ្វល់ទេគេនិយាយរកក៏និយាយគេអត់និយាយក៏ហើយមិនខ្ចីត្រទេតែផ្ទះសិនហើយគិតពីរឿងការងារសាលាវិញអូយស្រីហមស្រីឡៃខ្ញុំឆាតរកពួកឯងចង់ផ្ទុះទូរស័ព្ទហើយមិនក៏មិនតបទេផងស្អែកហៅផងហើយតាមវិទ្យុផងដាក់មេក្រូវ៉ាត់ផងអត់ធប់ហៅផងទៅតែមិនមានចម្លើយតបទៅតែសោះរវល់ទាំងងាប់ឯណានិយាយអញ្ចឹងស្អែកនេះដល់ថ្ងៃឡើងធ្វើប័ណ្ណបង្ហាញហើយតោះចាប់ផ្ដើមធ្វើកិច្ចការតាមការស្រាវជ្រាវរបស់ខ្ញុំឃើញថាកន្លះមានប្រយោជន៍តិចតួចតែយើងគួរសរសេរពីផលវិបាកវាចូលអត់វ៉ៃថ្ងៃនេះមិនក្តៅដល់ហើយចង់ទៅញ៉ាំមីហឹលនៅម៉ែតអូយក្តៅមែនតើស្រីឡៃហួយអាណិតដល់ហើយស្រីឡៃកូនអ្នកមានទ្រព្យទៅនៅក្នុងម៉ាស៊ីនត្រជាក់ខ្លាំងឥឡូវត្រឹមកង្ហាខ្វៃក្តៅយ៉ាងណាទៅលោកអើយខ្ញុំរកអីបក់ឲ្យសិនចាំតិចអញ្ចឹងប្រសិនបើអ្នកទាំងអស់គ្នាយល់ស្របយើងចាប់ផ្ដើមបន្តទៅចំណុចទី2គឺយើងនិយាយពីគុណសម្បត្តិវិញម្ដងដើម្បីស្អីល្ងាចនេះដូចចង់ទៅលេងមាត់សមុទ្រមិនទេវ៉ៃមាត់ទន្លេក៏បានដែរស្រីឡៃខ្ញុំសុំទៅផងមកណាសុំដើរពីមុខក្រែងមានអីពីមុខនេះខ្ញុំការពារហែងបានហើយបើមានកលុកណក់ទឹកអីខ្ញុំនឹងក្រាបខ្លួនឲ្យស្រីឡៃឯងដើរជន់ពីលើណាព្រោះស្បែកជើងឡៃឯងថ្លៃណា
ប្រាស់ប្រត់តែផ្ទះវិញអស់ទៅកិច្ចការហ្នឹងចាំខ្ញុំក្បាលមួយតែឯងនេះធ្វើក៏បានដែរឡើងធ្វើបិទបង្ហាញម្នាក់ឯងក៏បានគ្នាច្រើនអត់ប្រយោជន៍និយាយសាច់តែអត់ទេគិតតែពីរឿងអត់ប្រយោជន៍ហ្នឹងទៅជាតិក្រោយណាជូនបងឲ្យពួកឯងកាត់ជាសត្វជ្រូកឲ្យបានចាប់ជាតិក្នុងផ្ទៃតែមួយកុំឲ្យបែកគ្នាឯសោះខ្ញុំទៅសិនហើយអរគុណក្រុមទាំងពីរដែលបានលើកឡើងពីវិធីយកកម្លាំងពីសត្វកន្លាតទៅធ្វើសំណង់ហើយអាចធ្វើជាម្ហូបដ៏ឈ្ងុយឆ្ងាញ់បានដែលគ្មានស្ថាប័នណាលើโลกនេះគេទទួលស្គាល់ឡើយឥឡូវនេះជាវេនរបស់ក្រុមចុងក្រោយហើយគឺស្រីដាស្រីឡៃស្រីហួយនិងស្រីហមវិញម្ដងគឺប្រធានបទវិធីបង្រៀនកន្លាតឲ្យរស់នៅក្នុងសង្គមដោយចុះសម្រុងជាមួយមនុស្សចាអ្នកគ្រូខ្ញុំសូមចាប់ផ្ដើមបទបង្ហាញរបស់ក្រុមខ្ញុំស្រីឡៃគឺជារាជិនីក្នុងក្រុមដែលមានបរិវារកញ្ជះអត់ប្រាក់ខែ2នាក់គឺនាងហួយនិងនាងហមសុខចិត្តព្រឹកតាមនាងគ្រប់ពេលវេលាគ្រប់ទីកន្លែងបើមានសម្រាប់ឬក៏អាចឆ្កែនៅកន្លែងណានាងទាំងពីរនឹងក្រាបឲ្យស្រីឡៃដើរជាន់ពីលើព្រោះស្រីឡៃជាកូនអ្នកមាននាងទាំងពីរតាមត្រតាមអែបអបក្រែងបានតោងកលិបនឹងគេតែនាងមិនដឹងទេថាតម្លៃនាងមិនខុសពីសត្វរុយ